វិធីធ្វើសាប៊ូងាយបងប្អូននេះយើងដាំទឹកឲ្យពុះទៅហើយយើងយកមេសាប៊ូហ្នឹងដាក់ក្នុងឆ្នាំងទៅហើយយើងដាក់នៅលើអាទឹកពុះហ្នឹងបងប្អូនធ្វើឲ្យវារលាយសាប៊ូហ្នឹងហើយបងប្អូនសាប៊ូហ្នឹងគឺយើងនេះមេសាប៊ូបងប្អូនគឺខ្ញុំដាក់នៅមេសាប៊ូដែលផ្សំចេញពីទឹកដោះពពែបងប្អូនយើងដាក់នៅលើចង្ក្រានទឹកដាំពុះហ្នឹងទៅមួយសន្ទុះគឺវាចាប់ដើមរលាយហើយបងប្អូនវិធីងាយទេបងប្អូនអាចធ្វើសម្រាប់ប្រើប្រាស់ខ្លួនឯងក៏បានហើយបើសិនជាបងប្អូនគិតថារវល់អត់ចង់ធ្វើទេបងប្អូនអាចជាវខ្ញុំក៏បានដែរបងប្អូនគឺខ្ញុំមានធ្វើលក់ណាបងប្អូនមួយដុំតែ9000ទេហើយចំណុះវាដល់ទៅ120ក្រាមនេះបងប្អូនយើងចាប់ផ្ដើមដាក់គ្រឿងក្រៅហើយបងប្អូនដាក់ល្មៀតតិចទៅដាក់ម្សៅអង្ករត្នោតម្សៅខ្សាយហើយនិងម្សៅស្រូវសាលីបងប្អូនខ្ញុំដាក់នេះចង់និយាយថាខ្ញុំចាក់តង់ទី1ដោយសារតែសាប៊ូខ្ញុំហ្នឹងខ្ញុំចាក់2ពណ៌បងប្អូននេះខ្ញុំបង្ហាញជូនបងប្អូនតែតង់ទី1ទេតង់ទី1ខ្ញុំចាក់តែមួយពណ៌សិនបងប្អូនហើយបន្ទាប់ពីហ្នឹងហើយខ្ញុំចាក់2ពណ៌មួយពណ៌ទៀតគឺបន្លែតែនេះខ្ញុំបានចាក់តែតង់ទី1ទេដោយសារតែខ្លាចវីដេអូនេះវាវែងពេកខ្លាចបងប្អូនមើលទៅធុញហ៎ដល់អញ្ចឹងចាំលើកក្រោយទៀតខ្ញុំនឹងចាក់បន្លែជាតិបន្លែជូនបងប្អូនមើលតែម្ដងបងប្អូនខ្ជិលចាក់អាចជាវទៅបងប្អូនម្ដុំតែ9000ចំណុះច្រើនមែនតែនហើយសាប៊ូហ្នឹងគឺដុសល្អមែនតែនសម្រាប់មុខបងប្អូនអ្នកមានមុនខ្សាច់មុនខ្នងនិយាយទៅដុសបានទាំងមុខទាំងដងខ្លួនតែម្ដងដោយសារតែសាប៊ូហ្នឹងវាអត់រើសចង់និយាយថាអត់រើសវ័យទេបងប្អូនព្រោះយើងផ្សំសិតតែជាសារធាតុល្អពីធម្មជាតិបងប្អូនអញ្ចឹងខ្មែរយើងបើយើងធ្វើគឺយើងធ្វើឲ្យល្អបើសាប៊ូគេខ្ញុំធ្លាប់ដុសឲ្យបងប្អូនអើយសឹងថាគ្មានដៃឲ្យយើងលើសលប់អញ្ចឹងទេគឺដាក់តែពណ៌ហើយនឹងក្លិនមកហើយយកមកលក់ឲ្យយើងហើយបងប្អូនអាសាប៊ូដុំ2005អីចឹងណាដល់អញ្ចឹងយើងប្រើទៅចង់និយាយថាចេះតែប្រើតែឲ្យគុណភាពគឺអត់មានទេតែសម្រាប់សាប៊ូខ្មែរយើងដូចបងប្អូនឃើញអញ្ចឹងដោយល្មៀតគឺល្មៀតពិតតែម្ដងណា